អ្វីទៅជា employee engagement employee engagement សំដៅដល់ការលើកទឹកចិត្តបដិញ្ញាចិត្តការពេញចិត្តនឹងការងារនិងការលះបង់ដែលបុគ្គលិកមានចំពោះការងារក៏ដូចជារួបរวมគ្នាដើម្បីសម្រេចគោលដៅរបស់ក្រុមហ៊ុននៅក្នុងវីដេអូនេះគឺជាយុទ្ធសាស្ត្រមួយចំនួនដើម្បីលើកកម្ពស់ឲ្យមាន employee engagement នៅក្នុងក្រុមហ៊ុនចំណុចទី1 effective communication ជំរុញឲ្យមានតម្លាភាពក្នុងការទំនាក់ទំនងរវាងថ្នាក់គ្រប់គ្រងនិងបុគ្គលិករក្សាការជូនដំណឹងទៅកាន់បុគ្គលិកពីបច្ចុប្បន្នភាពរបស់ក្រុមហ៊ុនមានដូចជាគោលដៅយុទ្ធសាស្ត្រនិងស្ដាប់ពីកង្វល់របស់បុគ្គលិកក៏ដូចជាមតិកែលម្អនានាចំណុចទី2 recognition and reward ទទួលស្គាល់និងផ្ដល់រង្វាន់លើកទឹកចិត្តចំពោះបុគ្គលិកសម្រាប់សមិទ្ធផលការងារនិងការរួមចំណែករបស់ពួកគេក្នុងការជួយក្រុមហ៊ុនអាចជាការពិសាតាមរយៈពាក្យសម្ដីប្រាក់រង្វាន់ប្រាក់លើកទឹកចិត្តប្រាក់បន្ថែមឬការលើកទឹកចិត្តតាមរូបភាពផ្សេងទៀតទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់បុគ្គលិកនិងជួយបង្កើនសីលធម៌និងពង្រឹងឥរិយាបថជាវិជ្ជមាននៅក្នុងក្រុមហ៊ុនចំណុចទី3 opportunity for pro បង្កើតកម្មវិធីបណ្ដុះបណ្ដាលសិក្ខាសាលាដើម្បីជួយបុគ្គលិកពង្រឹងជំនាញនិងចំណេះដឹងបន្ថែមបង្ហាញបុគ្គលិកនៅផ្លូវច្បាស់លាស់សម្រាប់ការរីកចម្រើននៅក្នុងក្រុមហ៊ុនចំណុចទី4 employee well-being ផ្ដល់អាទិភាពទៅលើ employee well-being តាមរយៈបង្កើតកម្មវិធីសុខុមាលភាពបុគ្គលិកកម្មវិធីជំនួយសុខភាពផ្លូវចិត្តរបស់បុគ្គលិកជាដើមបង្កើតបរិយាកាសការងារដែលចេះជួយគ្នាធ្វើឲ្យបុគ្គលិកមានការគោរពនិងឲ្យតម្លៃគ្នាទៅវិញទៅមកចំណុចទី5 empowerment and autonomy ផ្ដល់ភាពជាម្ចាស់ចំពោះការងាររបស់បុគ្គលិកសិទ្ធិនៅក្នុងការសម្រេចចិត្តនានាការដោះស្រាយបញ្ហារួមចំណែកគិតនិងទទួលយកគំនិតច្នៃប្រឌិតថ្មីៗចំណុចទី6 team building and collaboration បង្កើតមិត្តភាពនិងក្រុមការងារល្អដោយសហការគ្នាធ្វើការងារជាក្រុមនិងជាមួយផ្នែកដែលពាក់ព័ន្ធផ្សេងទៀតរៀបចំឲ្យមានសកម្មភាព team building ការងារសង្គមឱកាសការងារស្ម័គ្រចិត្តដើម្បីពង្រឹងទំនាក់ទំនងរវាងបុគ្គលិកឲ្យកាន់តែរឹងមាំចំណុចទី7 clear goal and expectation កំណត់គោលដៅវត្ថុបំណងឲ្យបានច្បាស់លាស់និងការរំពឹងទុកពីការអនុវត្តការងាររបស់បុគ្គលិកកន្លែងនេះត្រូវប្រកាសថាបុគ្គលិកយល់ច្បាស់ពីរបៀបដែលការងាររបស់ពួកគេបានរួមចំណែកដល់បេសកកម្មនិងភាពជោគជ័យទាំងមូលរបស់ក្រុមហ៊ុនចំណុចទី8 inclusive culture លើកកម្ពស់ភាពចម្រុះសមធម៌និង inclusion នៅកន្លែងការងារបង្កើតវប្បធម៌មួយដែលបុគ្គលិកទាំងអស់មានអារម្មណ៍ថាត្រូវបានស្វាគមន៍គោរពនិងឲ្យតម្លៃចំពោះការងារដែលពួកគេបានបំពេញជូនក្រុមហ៊ុនចំណុចទី9ជាចំណុចចុងក្រោយ